ចាជំរាបសួរបងប្អូននេះជាវីដេអូដែលនាងខ្ញុំបានធ្វើឆៃពៅផ្អែមបងប្អូននាងខ្ញុំទៅផ្សារហើយក៏ឃើញឆៃថាវដែលបងប្អូនខ្មែរយើងគាត់ដាំហ្នឹងគាត់យកមកលក់ហើយក៏វាធូរថ្លៃនាងខ្ញុំទិញនេះ1គីឡូត្រឹមតែ 2,500 ទេហើយឃើញវាល្អពេកក៏នឹកឃើញថាយើងយកមកធ្វើឆៃពៅផ្អែមទុកទៅដោយសារយើងធ្វើឆៃពៅផ្អែមទៅយើងទុកបានយូរបងប្អូនយើងទុកញ៉ាំបានយូរយើងទុកបានយូរខែយើងពេលណាយើងចង់ញ៉ាំយើងយកមកញ៉ាំមកបងប្អូនបើសិនជាយើងឃើញវានៅស្រស់ឆៃថាវហ្នឹងវាល្អតែយើងទុកវាអត់បានយូរអញ្ចឹងមានតែយើងច្នៃដើម្បីយកមកធ្វើជាឆៃពៅផ្អែមទៅគឺឆៃថាវដែលនាងខ្ញុំនេះគឺនាងខ្ញុំទិញចំនួន6គីឡូឆៃថាវហ្នឹងនាងខ្ញុំចិត្តសបកអស់ដូចជាគ្រាន់តែសបកហ្នឹងវាអស់ចូលចិត្ត1គីឡូហើយអញ្ចឹងសាច់ឆៃថាវនៅខ្ទង់ប្រហែលជា5គីឡូទេយើងចិត្តសបកឲ្យស្អាតទៅបងប្អូនហើយបន្ទាប់មកទៀតនៅពេលដែលយើងចិត្តអស់យើងចាប់ផ្ដើមលាងទឹកបងប្អូនយើងចាប់ផ្ដើមលាងទឹកឲ្យស្អាតទៅហើយនេះនាងខ្ញុំលាងដោយសារនាងខ្ញុំកាន់ទូរស័ព្ទថតចឹងទៅនាងខ្ញុំលាងបានមួយឯងដោយសារយើងប្រើដៃម្ខាងទៀតយើងកាន់ទូរស័ព្ទចឹងទៅវាពិបាកក្នុងការលាងតិចតែវាមិនជាបញ្ហាទេដោយសារយើងចង់ថតដោយសារនាងខ្ញុំចង់ថតបង្ហាញបងប្អូនឲ្យបានឃើញចឹងណាពីរបៀបដែលនាងខ្ញុំបានធ្វើឆៃពៅផ្អែមហ្នឹងនៅពេលដែលយើងលាងទឹកស្អាតហើយយើងចាប់ផ្ដើមយកមកកាត់ជាកង់មកបងប្អូនបើសិនជាអាណារាងវែងនាងខ្ញុំកាត់ជា3កង់ណាហើយយើងពុះមើលទៅតាមឆៃថាវទៅបងប្អូនបើសិនជាឆៃថាវរាងធំយើងពុះជា3ឬក៏ជា4បើសិនជាតូចយើងពុះតែជា2ឯងបងប្អូនហើយបណ្ណារាងខ្លីយើងមិនបាច់ចាំពុះវាទៀតទេនិយាយទៅយើងពុះតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ធ្វើទៅយើងធ្វើប៉ុណ្ណាក៏យើងពុះប៉ុណ្ណាដែលសមល្មមនឹងបងប្អូនគិតថាវាធ្វើឲ្យវាស្រួលនឹងញ៉ាំណាហើយសម្រាប់នាងខ្ញុំនេះចិត្តក៏វាមិនបានជាស្មើដែរដោយសារខ្លះទៅក៏យើងពុះជា3ខ្លះទៅក៏ជា2ខ្លះទៅវារាងខ្លីក៏យើងអត់បានជ្រៀកវាថែមអញ្ចឹងណាយើងមើលទៅតាមជាក់ស្ដែងនៃឆៃថាវដែលយើងទិញមកវាមានធំតូចអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងចាប់ផ្ដើមចិត្តអស់ហើយបងប្អូននេះយើងចិត្តអស់ហើយវាមិនធំពេកហើយក៏វាមិនតូចពេកដែរប៉ុណ្ណេះល្មមសម្រាប់ពេលដែលយើងញ៉ាំណាយើងចាប់ផ្ដើមដាក់អំបិលបងប្អូនយើងចាប់ផ្ដើមដាក់អំបិលហ្នឹងនាងខ្ញុំដាក់អំបិលនេះចំនួន4ស្លាបព្រាបាយបន្ទាប់មកទៀតយើងចាប់ផ្ដើមច្បល់វាទៅណាបងប្អូនហើយសម្រាប់ការច្បល់នេះដែរគឺយើងកុំច្បាច់វាខ្លាំងណាបងប្អូនយើងគ្រាន់តែច្បល់វាទៅឲ្យបានរាងយូរបន្តិចទៅវាចាប់ផ្ដើមរាងសពប់ហើយបងប្អូនវារាងចាប់ផ្ដើមសពប់ហើយក៏វាចាប់ផ្ដើមចេញទឹកដែរការច្បល់នេះគឺយើងច្បល់វាមកស្ទុះធំដែរណាបន្ទាប់មកយើងត្រាំវាទុកចោលប្រហែលជា3ទៅ4ម៉ោងគឺបងប្អូនឃើញនេះទឹកឆៃថាវចេញច្រើនណាបងប្អូនហើយយើងគ្រាន់តែស្រង់វាមកយើងអត់លាងទឹកទេណាបងប្អូនយើងអត់លាងទឹកទេយើងស្រង់វាមកហើយសម្រាប់កន្លែងនេះដែរក៏នាងខ្ញុំអត់បានបង្ហាញបងប្អូនពីការឆឹងស្ករគឺយើងយកស្ករក្រហមហ្នឹងយើងឆឹងដំបូងគឺយើងឆឹងស្ករក្រហមហ្នឹងប្រហែលជា2ខាំបងប្អូនយើងឆឹងវាឲ្យឡើងជើងក្រងល្អហើយយើងចាក់ទឹកប្រហែលជា100 ml ចូលណាទៅយើងចាប់ផ្ដើមទុកឲ្យវាត្រជាក់សំខាន់គឺយើងទុកឲ្យស្ករនឹងត្រជាក់ហើយបានយើងយកមកដាក់ជាមួយនឹងឆៃថាវច្បល់វាបងប្អូនត្រូវច្បល់វាមួយសន្ទុះធំដែរដើម្បីឲ្យវាបានចូលជាតិល្អអញ្ចឹងណាពេលដែលយើងច្បល់វាបានចូលជាតិហើយបងប្អូនចាប់ផ្ដើមដាក់ចូលក្នុងកំប៉ុងទៅយើងដាក់ក្នុងកំប៉ុងហ្នឹងដើម្បីយើងទុកផ្អាប់រយៈពេលមួយថ្ងៃបងប្អូនយើងអត់ទាន់បានយកទៅហាលទេដើម្បីឲ្យវាចូលជាតិបានល្អអញ្ចឹងណាហើយការធ្វើនេះគឺស្ករគឺយើងធ្វើពីដំណាក់កាលអញ្ចឹងទៅនេះថ្ងៃទី1ដែលយើងត្រាំហើយបងប្អូននេះហើយយើងគ្របទុកទៅដល់ពេលចូលថ្ងៃទី2យើងចាប់ផ្ដើមឆឹងស្ករម្ដងទៀតយើងដាក់2ខាំថែមទៀតមកបងប្អូនហើយទៅយើងកូរវាឲ្យវាឡើងជើងក្រងបានល្អបងប្អូនហើយនៅពេលដែលវាឡើងជើងក្រងហើយយើងត្រូវថែមទឹកប្រហែលជា100 ml លេខទៀតទៅហើយយើងធ្វើម៉េចយើងកូរវាឲ្យវាបានខាប់ល្អនៅពេលដែលនាងខ្ញុំដាក់ហ្នឹងទឹកវាជិត100 ml ដែរយើងដាក់ហ្នឹងយើងប៉ាន់មើលទៅបងប្អូនហើយយើងត្រូវកូរវាធ្វើម៉េចឲ្យវានៅល្បាយសឹងតែថាយើងយកកុំឲ្យវារាវពេកណាបងប្អូនឲ្យវាដាច់ទឹកទៅចឹងណាពេលដែលវាឡើងជើងក្រងល្អឃើញវាឡើងចឹងណាហើយយើងបានប៉ុណ្ណឹងដែលវាសមគិតថាវាឡើងជើងក្រងល្អវាឈ្ងុយល្អហើយបងប្អូនចាប់ផ្ដើមទុកឲ្យវាត្រជាក់ហើយយើងចាប់ផ្ដើមស្រង់យើងចាប់ផ្ដើមបើកគម្របដើម្បីដកយកឆៃ
ពៅដែលយើងធ្វើណាចេះថាដែលយើងបានផ្អាប់ទុករយៈពេលមួយយប់ហ្នឹងហើយយើងស្រង់ទឹកចេញណាបងប្អូនយើងស្រង់ទឹកចេញហើយទឹកដែលយើងស្រង់ហ្នឹងគឺយើងអត់ចោលទេណាបងប្អូនគឺយើងអត់ចោលទេគឺយើងទុកវាមួយឡែកសិនហើយនៅពេលដែលស្ករដែលយើងឆឹងហើយវាត្រជាក់ល្អហើយធ្វើអាហ្នឹងគឺស្ករគឺត្រូវតែត្រជាក់បងប្អូនអត់ឲ្យនៅក្តៅទេនៅពេលដែលត្រជាក់ហើយយើងចាប់ផ្ដើមដួសដាក់ច្បល់វាម្ដងទៀតណាបងប្អូនយើងចាប់ផ្ដើមច្បល់វាយើងប្រើរយៈពេលរៀងយូរដែរដើម្បីឲ្យឆៃពៅដែលយើងធ្វើហ្នឹងវាចូលជាតិបានល្អចឹងយើងអាចផ្អាប់វាទុកបងប្អូននៅពេលដែលបងប្អូនច្បល់ហើយយើងផ្អាប់វាទុកចោលសិនណាយើងផ្អាប់ទុកចោលហើយយើងចាប់ផ្ដើមច្បល់ថែមទៀតទៅបងប្អូននិយាយទៅធ្វើម៉េចយើងមើលជាក់ស្ដែងណាការធ្វើហ្នឹងយើងមើលជាក់ស្ដែងទៅថាឬក៏យើងអាចភ្លក់បានបងប្អូនបើពេលដែលវាបានល្មមហើយយើងអាចយកទៅហាលណាបងប្អូននាងខ្ញុំហាលនេះខ្ញុំហាលរយៈពេលតែមួយថ្ងៃទេបងប្អូនដោយសារមានថ្ងៃរៀងក្តៅដែរអញ្ចឹងទៅបើបងប្អូនចង់ឲ្យវារៀងស្ងួតជាងហ្នឹងបងប្អូនហាលថែមមួយថ្ងៃទៀតណាតែនាងខ្ញុំអត់ឲ្យវាស្ងួតខ្លាំងទេហើយឆ្ងាញ់ណាស់រសជាតិបងប្អូនគឺល្មមឆ្ងាញ់ណាស់ផ្អែមប្រៃគឺល្មមឆ្ងាញ់ហើយសំខាន់គឺឆៃពៅដែលយើងធ្វើហ្នឹងគឺវាស្រួយឆ្ងាញ់មែនទែនបងប្អូនគឺស្រួយល្អដែលយើងមិនបាច់ចាំប្រើទឹកខ្មេះទឹកអីទេបងប្អូនហើយយើងអាចដាក់ចឹងហើយយើងអាចទុកនៅក្នុងទូទឹកកកបានណាយើងអាចទុកញ៉ាំបានយូរខែបងប្អូនយើងធ្វើអញ្ចឹងទុកគឺហើយរសជាតិឆ្ងាញ់ទៀតបងប្អូនឆ្ងាញ់មែនទែនបងប្អូនអាចសាកល្បងធ្វើបានណាបើបងប្អូនចង់ឲ្យវានៅឲ្យរៀងស្វិតជាងហ្នឹងគឺបងប្អូនហាលថែមមួយថ្ងៃទៀតទៅតែនាងខ្ញុំហាលរយៈពេលតែមួយថ្ងៃទេនេះបងប្អូនឃើញជាក់ស្ដែងគឺនាងខ្ញុំដាក់ទូទឹកកកអានេះយើងញ៉ាំជាមួយនឹងបាយគឺពិតជាឆ្ងាញ់ណា